ជំរឿនជាតិប៉ូទុយហ្គាល់មុននឹងក្រោយមានវត្តមានរបស់គ្រីស្ទីណូរ៉ូណាល់ដូសហព័ន្ធបាល់ទាត់ប៉ូទុយហ្គាល់បានបង្កើតឡើងនៅក្នុងឆ្នាំ1914គិតមកទល់ពេលនេះគឺមានអាយុកាល111ឆ្នាំហើយមុនពេលដែលមិនទាន់មានវត្តមានរបស់គ្រីស្ទីណូរ៉ូណាល់ដូក្រុមដែលមានរហស្សនាមបញ្ចកែប៉ូទុយហ្គាល់មួយនេះហាក់ដូចជាអភ័ព្វជាមួយនឹងការឈ្នះពានខ្លាំងណាស់មិនថាការប្រកួតប្រជែងពានរង្វាន់នៅក្នុងតំបន់អឺរ៉ុបឬក៏នៅក្នុងពានរង្វាន់លំដាប់ពិភពលោកដែលហៅកាត់ថា FIFA នោះទេបងប្អូននឹងទេនៅពេលមិនទាន់មានវត្តមានរបស់ CR7 ក្រុមជម្រើសជាតិប៉ូទុយហ្គាល់គឺមិនធ្លាប់ឈ្នះពានរង្វាន់អ្វីទាល់តែសោះពោគឺធ្វើបានល្អបំផុតត្រឹមតែជាក្រុមជាប់ចំណាត់ថ្នាក់លេខ3ប៉ុណ្ណោះនៅក្នុងពានរង្វាន់ European Championship កាលពីឆ្នាំ1966ចំណែកឯនៅក្នុងកម្មវិធីបាល់ទាត់ដែលរៀបចំដោយ FIFAលទ្ធផលល្អបំផុតគឺនៅចំណាត់ថ្នាក់លេខ4ក្នុងពានរង្វាន់ FIFA Confederation Cup ប៉ុន្តែបន្ទាប់ពីមានវត្តមានរបស់ Cristiano Ronaldo តាំងពីលោកជាប់ឈ្មោះជាមួយជម្រើសជាតិក្រុមធំមកឃើញថាមានការប្រែប្រួលលទ្ធផលយ៉ាងខ្លាំងជាមួយលទ្ធផលល្អៗជាច្រើនមានដូចជាម្ចាស់ជើងឯក European Championship 2016នៅបារាំងបន្ទាប់ពីយកឈ្នះទៅលើក្រុមម្ចាស់ផ្ទះបារាំងដោយលទ្ធផល1-0បន្ទាប់ពីចំណាយពេលអស់120នាទីក្នុងការប្រកួតយ៉ាងតានតឹងមួយគ្រាប់របស់ក្រុមជម្រើសជាតិប៉ូទុយហ្គាល់គឺរកបានដោយកីឡាករ Eder Antonio Marcelo Lopez នៅក្នុងនាទីទី109បើទោះបីជា CR7 មិនបានបង្ហាញខ្លួនក្នុងការប្រកួតវគ្គផ្ដាច់ព្រាត់ពេញលេញដោយសារតែបញ្ហារបួសតាំងពីនាទីទី25ក្តីប៉ុន្តែលោកគឺជាអ្នករួមចំណែកយ៉ាងសំខាន់នៅក្នុងការប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រាត់ដោយបានយកឈ្នះទៅលើក្រុមជម្រើសជាតិវេលលទ្ធផល2-0ខណៈដែល CR7 ក៏ជាអ្នករកគ្រាប់បាល់បានមួយគ្រាប់ដោយការលូតតែតយ៉ាងល្អនៅក្នុងនាទីទី50ទើបរុញច្រានឲ្យប៉ូទុយហ្គាល់ឡើងមកដល់វគ្គផ្ដាច់ព្រាត់និងបានឈ្នះពានរង្វាន់អន្តរជាតិជាលើកដំបូងសម្រាប់ជម្រើសជាតិប៉ូទុយហ្គាល់នៅក្នុងឆ្នាំ2018-2019ពានរង្វាន់ថ្មីមួយបានបង្កើតឡើងក្រោមការគ្រប់គ្រងរបស់សហព័ន្ធបាល់ទាត់អឺរ៉ុបហៅកាត់ថា UEFA ដែលមានឈ្មោះថា UEFA Nations Leagueដោយម្ចាស់ជើងឯកក្នុងរដូវកាលដំបូងនោះគឺក្រុមបញ្ចខែប៉ូទុយហ្គាល់ក៏បានក្លាយជាម្ចាស់ជើងឯកបន្ទាប់ពីយកឈ្នះទៅលើក្រុមអធិរាជទឹកគ្រុឌហូឡង់ដោយលទ្ធផល1-0ចំណែកឯក្នុងការប្រកួត UEFA Nations League 2025ដែលទើបតែបញ្ចប់ថ្មីៗនេះបើទោះបីជា CR7 បានចាក់ចេញពីការលេងបាល់នៅអឺរ៉ុបទៅលេងនៅតំបន់អារ៉ាប់ជាមួយក្លឹប Al Nassr ក្តីក៏លោកនៅតែដើរតួនាទីយ៉ាងសំខាន់ដែលជម្រើសជាតិមិនអាចខ្វះបានដោយលោកបានសុទ្ធបញ្ចូលទី1គ្រាប់ដែលជាគ្រាប់តាមស្មើអេស្ប៉ាញលទ្ធផល2-2រួចក៏ឈានដល់ការទាត់បាល់ពេនឹងទីកាត់សេចក្តីនិងធ្វើឲ្យប៉ូទុយហ្គាល់យកឈ្នះទៅលើក្រុមជម្រើសជាតិអេស្ប៉ាញក្លាយជាម្ចាស់ជើងឯកពានរង្វាន់ UEFA Nations League ជាលើកទី2ខណៈដែលលោកមានវ័យ40ឆ្នាំទៅហើយប៉ុន្តែ CR7 នៅតែអាចរកគ្រាប់បាល់បាន8គ្រាប់ជា top scorer ក្នុងក្រុមនិងជាកីឡាកររកបានគ្រាប់បាល់ច្រើនបំផុតលំដាប់ទី2ប្រចាំព្រឹត្តិការណ៍មួយនេះផងដែរជារួមនិយាយឲ្យស្រួលស្ដាប់មុនពេលគ្មានវត្តមានរបស់ Cristiano Ronaldo ប៉ូទុយហ្គាល់មិនធ្លាប់ឈ្នះពានរង្វាន់អ្វីនោះទេប៉ុន្តែបន្ទាប់ពីមានលោកមកប៉ូទុយហ្គាល់បានឈ្នះពានរហូតដល់ទៅ3ក្នុងរយៈពេល9ឆ្នាំចុងក្រោយក៏សូមជម្រាបផងដែរថាពេលនេះពូដូគឺជាកីឡាករដែលរកបានគ្រាប់បាល់ច្រើនជាងគេបំផុតក្នុងប្រវត្តិសាស្ត្រក្រុមជម្រើសជាតិប៉ូទុយហ្គាល់ដោយសុទ្ធបញ្ចូលទីបាន138គ្រាប់និងបញ្ជូនឲ្យមិត្តរួមក្រុម45ដងអរគុណសម្រាប់ការទស្សនាកុំភ្លេច follow ជួបគ្នានៅវីដេអូបន្ទាប់